នាងជីងអេណែកុំលោឡាឲ្យនាងដេកទៅកុំរំខាននាងណាហ៎លោកម្ចាស់ខ្ញុំឈប់ស្រែកហើយខ្ញុំគ្រាន់តែមកមើលនាងមកផ្លេតប៉ុណ្ណោះបានលោកម្ចាស់នាងពិតជាមិនអីមែនទេនាងដឹងខ្លួនវិញហើយគ្រាន់តែរបួសតិចតួចសម្រាប់រយៈអស់អីហើយណាខ្ញុំយល់ហើយអាល្ងងនេះមិនដឹងក្នុងខួរក្បាលវាមួយថ្ងៃទៅយប់គិតស្អីខ្លះមិនហើយមុខរបួសមិនហើយអត់អីទេឃើញពុកហើយនឹងគាត់កូនជីហាឃើញពុកនឹងគាត់តាមពិតឃើញវានោះទេពុកគាត់ពិតជាបារម្ភខ្លាំងមែនណានៅនិយាយស្អីទៀតបីកូនរត់ពេញផ្លូវទឹកភ្នែកទឹកសបោពេញមុខកូននៅថាំភ័យពីយប់ពីថ្ងៃអត់បិទភ្នែកទេបងពិតជាអត់សម្រាប់ពីយប់ពីថ្ងៃមែនណាអើយកុំថាឡើយសម្រាប់អង្គុយដូចគល់ឈើអញ្ចឹងសម្រាប់ស្អីនៅមានអីទេធ្វើប៉ុណ្ណឹងពេញចិត្តឯងទេពុកឆាប់ប្រាប់មកអើយបានហើយវាប្រាប់ពុកថាវាមិនត្រូវការហាងស្រាហាងកឲ្យតែកូនដឹងខ្លួនវិញមនុស្សក្នុងស្រុកគេដឹងទាំងអស់នឹងអ្នកណាក៏គេដឹងថាវាស្រឡាញ់កូនដែរណែពួកគេភ្នាល់គ្នាទៀតផងណាសុទ្ធតែថាចុងក្រោយពិតជាបានរៀបការជាមួយកូនមិនរៀបការជាមួយនឹងជូស៊ីលីងទេនៅនាងជីងនៅនាងភ័យហើយនៅនាងជីងខ្ញុំបារម្ភនៅនាងខ្លាំងណាស់ណានៅនាងជីងនៅនាងជីងពេលដែលនាងសន្លប់នោះខ្ញុំចេះតែគិតថាបើនាងមិនដឹងខ្លួនវិញទេពួកបើយ៉ាងណាខ្ញុំពិតជាទៅកំដរនាងលបងទៅជាមួយខ្ញុំកូនស្រីលំចាស់ជូគិតយ៉ាងម៉េចខ្ញុំមិនដឹងទេខ្ញុំមិនដែលជួបគេផងខ្ញុំមិនដែលគិតពីគេបន្តិចទេនិយាយអញ្ចឹងខ្ញុំនៅក្នុងចិត្តបងសំខាន់ជាងជូស៊ីលីងមែនទេខ្ញុំយកភួយទៅទុកសិនណាអីយ៉ានៅនាងជីងនៅនាងឈឺទៀតហើយខ្ញុំគ្រានាងទៅសម្រាប់មកបងមិនអាចចិត្តពីខ្ញុំមែនទេខ្ញុំនៅនាងជីងសម្រាប់ឲ្យបានស្រួលចុះបងស្រឡាញ់ខ្ញុំមែនទេហេតុអីក៏មិនព្រមសារភាពថាស្រឡាញ់ខ្ញុំបងស្រឡាញ់ខ្ញុំច្បាស់ណាស់ខ្ញុំត្រូវតែធ្វើបងសារភាពអូនសម្លាញ់ហើយមកធ្វើស្អីនឹងណែបងប្រាប់ហើយថាហាងនេះបងមើលម្នាក់ឯងបានហើយមិនអីទេក៏មកធ្វើអីទៅវិញទៅមិនក៏បងនៅទីនេះមើលការក៏ត្រូវតែម្នាក់ឯងឯណាកូនស្រីឯណាឆៅគូនិយាយតិចពួកគេទៅណាអស់ហើយមិនអីទេកុំឲ្យបារម្ភពេកណាហើយទៅវិញទៅគ្មានរឿងអីទេនិយាយអញ្ចឹងកាលពីមុនលោកម្ចាស់មានរឿងលាក់នឹងអូនណាអត់ទេមិនបានអូនត្រូវតែចូលទៅមើលអូនសម្លាញ់ណាកុំធ្វើអញ្ចឹងអីមើលកុំប្រញាប់ពេកចាំបងនាំអូនចូលទៅណាទៅឆៅគួងអ្នកស្រីជូមកមើលឯងណានៅណាឆៅគួងអ្នកស្រីជូអីយ៉ាមើលក៏ទឹកមកកូនស្លេកស្លាំងម្លេះកូនមិនស្រួលខ្លួនមែនទេអត់ទេពីថ្ងៃនេះរវល់ណាស់ឆៅគួងឲ្យនាងសម្រាប់ណាពិតជាចិត្តថ្នាក់ថ្នមមែនអីយ៉ារឿងនឹងអញ្ចឹងសោះអាល្អិតឯងនាងប្រសពធ្វើឲ្យនាងស្លាប់ចិត្តស្ដុកនៅទីនេះតែម្ដង
អូអត់ទេអ្នកនាងជីងនាងគ្រាន់តែនៅទីនេះបណ្ដោះអាសន្នទេពេលដែលនាងជាហើយនាងនឹងទៅផ្ទះវិញមិនខានទេបានជាឯងពេញចិត្តនឹងនាងទៅហើយឲ្យនាងនៅទីនេះក៏បាន មែនហើយ មិនបានទេខ្ញុំមិនហ៊ានទេបើឲ្យនៅខ្ញុំមិនក៏បីនឹងស៊ីលីងទេ បានហើយអ្នកស្រីជូក្នុងចិត្តបាក់ឆៅគួរមានតកូនស្រីអ្នកស្រីជូស៊ីលីងទេខ្ញុំមិននាំទុកដល់គាត់ទេណា អីយ៉ាមួយគឺនាងមួយគឺវាងឆៅគួងពីរអ្នកឯងនេះគ្មានអ្នកណាមួយនាំទុកឲ្យអ្នកណាទេអ្នកដែលពិបាកចិត្តជាងគេនេះគឺខ្ញុំដោយសារតែស៊ីលីងម្នាក់ធ្វើឲ្យខ្ញុំជាម្ដាយគេអីយ៉ាធ្វើឲ្យខ្ញុំល្ងីល្ងើអស់ហើយវាងឆៅគួងបានជាឯងមានហាងដល់ខ្លួនឯងទៅហើយអាចរកប្រាក់កាសបានឬមង្គលការឯងចង់ពញាពេលដល់ណាទៀតបើកូនស្រីខ្ញុំមិនរៀបការទេធ្វើជាម្ដាយដូចខ្ញុំនេះណាប្រកាសជាឈួតវង្វេងមិនខានទេ អេលោកម្ចាស់ជូអ្នកស្រីជូរឿងមង្គលការវាងឆៅគួងខ្ញុំមិននាំទុកដល់គាត់ទេលោកស្រីជូលោកស្រីជូលោកម្ចាស់ជូកូនប្រសាររបស់ពួកលោកមានការរីកចម្រើនជាងមុនឆ្ងាយណាស់កូនស្រីរបស់ពួកលោកមិនខ្លាចវេទនាទៀតទេកូនឯងនេះសៀវម៉ៃណានាងរបួសធ្ងន់ណាស់នៅធឿនសិនទៅឯណាសៀវម៉ៃកូនស្រីខ្ញុំ មិនអីទេ មិនអីទេមានកូនប្រសាទខ្ញុំមើល ឯណាកូនប្រុសខ្ញុំប្តីខ្ញុំយកកូនប្រុសខ្ញុំទៅបាត់ហើយមែនទេអូលើលោកម្ចាស់ជូថាគេនាំកូននោះទៅបាត់ហើយ លោកពូទីជួយខ្ញុំផងឲ្យខ្ញុំទៅផ្ទះមើលបន្តិចបានទេអេបងអេងជឺបងទុកចិត្តចុះកូនប្រុសនោះគឺជាជីវិតរបស់ចាងសយានគាត់ប្រកាសជាមើលថែបងគិតតែថែខ្លួនឯងទៅអ្នកទីពីរមិនដឹងទេលោកពូគាត់ជាមនុស្សដែលគ្មានមនុស្សធម៌ទេខ្ញុំខ្លាចតាកូនប្រុសខ្ញុំសុខភាពមិនល្អខ្ញុំត្រូវឲ្យវាញ៉ាំថ្នាំឲ្យទៀងពេលខ្លាចក្រែងលោកគាត់ភ្លេចណាលោកពូទីបានហើយខ្ញុំសូមបងអាណិតខ្ញុំជូតខ្ញុំទៅផ្ទះមកផ្លែទៅបានទេឆ្លាតណាស់កំយំកូនកកំយំណែញ៉ាំថ្នាំញ៉ាំឆ្លាតកំយំកូនឈប់យំទៅឈប់យំតូនឯងយំនឹងចង់ងាប់អីហ៎គ្រួសារចាំងយើងមិនក៏មានកូនដូចជាឯងចឹងត្រូវបន្ទោសមីម៉ៃចង្រៃរបស់កូនឯងនោះបងកើតកូនមកនាំឲ្យទុកដល់យើងតែម្ដងហើយបានណាជប់យំញ៉ាំថ្នាំណាអើយឆ្លាតណាជប់យំទៅចង់ងាប់រស់ស្រាញ់អីទៅយំមកឆ្អែតទៅថ្លង់ណានាងសម្រាប់ចិត្តទៅស្អែកហើយបងសម្រាប់ចិត្តថារៀបការជាមួយគេហើយខ្ញុំនៅនាំតែពិបាកចិត្តជាតិក្រោយខ្ញុំនឹងរកនាងឲ្យឃើញហើយរៀបការជាមួយនាងដែលនាងជីងនាងត្រូវចាំ